ឥឡូវនេះខ្ញុំចែករំលែកជូនបងដែលគាត់ឈឺនំញឹកនំជប់នំនិយាយរំនៅខ្ញុំមកជប់នំជាង10 ដងចាក៏ប៉ុន្តែចាប់ពីថ្ងៃដែលខ្ញុំញ៉ាំអានេះមកណាមកជប់ខ្ញុំនំតែ2 3 ដងនេះណាបងប្អូនទឹកមួយកែវប្រហែលជាមួយកែវកាហ្វេយើងអញ្ចឹង2 ទៅ 300 ml ចាកែវកាហ្វេយើងអាកែវមានដៃខាងហ្នឹងអាកែវដូចចេះ2 300 ml ទេអាកែវប៉ុណ្ណឹង200 ml ហើយញ៉ាំមុនពេលចូលទៅគេងពេលយប់ចាមុនពេលទៅគេងប្រហែលជាមួយស្លាបព្រាកាហ្វេប៉ុណ្ណឹងដាក់ចូលមកក្តៅអ៊ុនណាចាញ៉ាំហើយដុសធ្មេញទៅគេងចឹងបងប្អូនចង់ជាសូមជួយមើលវីដេអូឲ្យចប់ចាណាបងកុំសួរអូនពេលខ្លះអូនវល់អត់បានតបបងអស់ទេណាចាចង់ជាត្រូវតែមើលខ្ញុំចេះរំលែកដូចចិត្តពិតចាណាបងប្អូនកុំអត់មើលឲ្យបងប្អូនចេះសួរខ្ញុំណាបងអស់គ្នាញ៉ាំមិនអស់